នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីវិធីនៅក្នុងការចុះឈ្មោះចូលប្រើប្រព័ន្ធ iSkillBiz តាមរយៈកុំព្យូទ័របែបងាយៗតោះយើងចូលទៅមើលពីវិធីនៅក្នុងការចុះឈ្មោះទាំងអស់គ្នាឬបងប្អូនអាចធ្វើតាមទៅព្រមៗគ្នាបានជាដំបូងមុននឹងយើងចូលទៅចុះឈ្មោះឲ្យបងប្អូនបើកនៅ Facebook របស់ខ្លួនឯងនៅក្នុង Google Chrome សិននេះគឺជា Facebook ផ្ទាល់ខ្លួនរបស់ខ្ញុំដែលជា admin page iSkillBiz អញ្ចឹងគោលបំណងដែលខ្ញុំចង់ភ្ជាប់គឺ page iSkillBiz តែយើងត្រូវយក Facebook profile ហ្នឹងមកភ្ជាប់ទើបយើងអាចភ្ជាប់ page របស់យើងបានបន្ទាប់មកទៀតយើងចូលទៅបើកប្រព័ន្ធទាំងអស់គ្នាខ្ញុំចុចលើហ្នឹងមករួចខ្ញុំវាយពាក្យថា app.iskillbiz.com បងប្អូននឹងឃើញបែបនេះអញ្ចឹងខ្ញុំនឹងស៊ូមឲ្យបងប្អូនមើលឃើញនេះគឺ app.iskillbiz.com បងប្អូនវាយចូលតាមអ្វីដែលខ្ញុំបង្ហាញនេះមកវានឹង load ឲ្យបងប្អូនហើយអញ្ចឹងថាតើវា load យ៉ាងដូចម្ដេចយើងចូលទៅមើលទាំងអស់គ្នាខ្ញុំចុច enter មកនៅពេលដែលខ្ញុំចូលមកគឺវានឹង load បែបនេះអញ្ចឹងវិធីនៅក្នុងការចុះឈ្មោះយើងអាចចុះឈ្មោះបានពីរបែបទី1គឺយើងចុះឈ្មោះតាមរយៈ email បែបទី2គឺយើងចុះឈ្មោះតាមរយៈ Facebook ការចុះឈ្មោះតាមរយៈ Facebook គ្រាន់តែបងប្អូនចុចនៅលើនឹងមកគឺវានឹងរ៉ាន់ចូលតាមរយៈ Facebook ឲ្យបងប្អូនហើយនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញពីវិធីនៅក្នុងការចុះឈ្មោះតាមរយៈ email ខ្ញុំចុចនៅលើនឹងមកចុច login with Google ចុចលើនឹងមកភ្លឹបនៅពេលដែលខ្ញុំចុចនៅលើហ្នឹងបងប្អូននឹងឃើញ email របស់ខ្ញុំមានច្រើនមែនតើបើសិនជាអ្នកណាមាន email ច្រើនគឺវានឹង load បង្ហាញបែបនេះតែបើសិនជាមាន email តែមួយគ្រាន់តែបងប្អូនចុចពឹបគឺវាចូលទៅកាន់ប្រព័ន្ធ automatic អញ្ចឹងខ្ញុំ click នៅលើ email ដែលខ្ញុំចង់ភ្ជាប់ខ្ញុំចុចមកបន្ទាប់ពីខ្ញុំជ្រើសរើស email ដែលខ្ញុំចង់ភ្ជាប់ហើយគឺវានឹងនាំខ្ញុំចូលទៅកាន់ប្រព័ន្ធភ្លាមៗបងប្អូននឹងឃើញចូលមកកាន់ប្រព័ន្ធនេះហើយនៅពេលដែលចូលមកកាន់ប្រព័ន្ធបែបនេះហើយចំណុចដែលយើងត្រូវទៅធ្វើបន្តគឺចំណុច connect account បងប្អូនឃើញ connect account បងប្អូនចុចនៅលើនឹងមកនៅពេលដែលយើងចុចលើពាក្យថា connect account យើងត្រូវទៅ log in ជាមួយនឹង Facebook ចុចនៅលើនឹងមកបន្ទាប់ពីខ្ញុំចុចនៅលើនឹងហើយគឺវាមក link ជាមួយនឹង Facebook នេះដែលខ្ញុំនឹងបានបើកវា link ចូលមកហើយបងប្អូននឹងឃើញនេះគឺ profile Facebook របស់ខ្ញុំនៅពេលដែលខ្ញុំភ្ជាប់ជាមួយនឹង profile នេះហើយខ្ញុំមកចុចនៅត្រង់ចំណុច edit previous setting ដើម្បីទៅជ្រើសរើស page ថាតើខ្ញុំចង់ភ្ជាប់ជាមួយនឹង page មួយណា page ដែលខ្ញុំចង់ភ្ជាប់គឺជាមួយនឹង page iSkillBiz នៅពេលដែលខ្ញុំភ្ជាប់ជាមួយ page នេះហើយគ្រាន់តែខ្ញុំគ្រីសនេះមកនេះគ្រីសមកបងប្អូនឃើញទេបាទគ្រីសមកបន្ទាប់មកទៀតខ្ញុំចុចលើពាក្យថា continue ចុចមកនៅត្រង់ទំព័រនេះគឺឲ្យបងប្អូនគ្រីសឲ្យអស់បងប្អូនគ្រីសឲ្យអស់មករួចយកពាក្យថា continue ចុចមកបន្ទាប់មកទៀតចុច continue ទៀតរួចចុច save រួចចុច got it យើងអាចនាំ page របស់យើងនឹងចូលមកហើយក៏ប៉ុន្តែ page ដែលយើងនាំចូលមកនេះគឺយើងមិនទាន់ធ្វើការភ្ជាប់ចូលទៅកាន់ប្រព័ន្ធហ្នឹង 100% ទេអញ្ចឹងបងប្អូនចុចនៅលើកុងតាក់នេះមកចុចមកពឹបរួចយកពាក្យថា yes ចុចលើនឹងមកបន្ទាប់ពីយើងយកពាក្យថា yes ហើយវានឹងនាំយើងមកចុចលើពាក្យថា OK វានឹង load OK ឲ្យយើងបងប្អូនឃើញ OK បានន័យថា success ហើយរួចយកពាក្យថា OK រួចបងប្អូននឹងមើលនៅត្រង់ចំណុចនេះអំបញ្ញមិញមានតែ2ប៊ូតុងតែឥឡូវគឺវាមាន3ប៊ូតុង3ប៊ូតុងនេះគឺបានន័យថាយើងបានតភ្ជាប់ page របស់យើងចូលមកកាន់ប្រព័ន្ធ iSkillBiz 100%បន្ទាប់ពីយើងបានធ្វើការភ្ជាប់ page របស់យើងចូលមកកាន់ប្រព័ន្ធចំណុចទី2ដែលបងប្អូនត្រូវតែទៅចុចគឺនៅត្រង់ចំណុច Subscriber Manager បងប្អូនចុចនៅលើនឹងមកបន្ទាប់ពីបងប្អូនចុចនៅលើនឹងហើយគឺវានាំបងប្អូនមកកាន់ Subscriber Manager នៅក្នុងទំព័រនេះទំព័រនេះគឺខ្ញុំនឹងបង្ហាញបងប្អូនឲ្យស្គាល់5ចំណុចទី1គឺចំណុច page បងប្អូនអាចជ្រើសរើស page បើសិនជាភ្ជាប់ច្រើន page បានបងប្អូនភ្ជាប់ page ណាគឺវាបង្ហាញទិន្នន័យតែក្នុង page ហ្នឹងទេចំណុចទី2បងប្អូនអាចមកមើលនៅត្រង់ចំណុច label នេះ label គឺចំណុចសំខាន់ដែលបងប្អូននឹងត្រូវប្រើជានិច្ចនៅពេលដែលបងប្អូននឹងចូលទៅធ្វើចំណុចទី3គឺចំណុច page ចំណុច page នេះគឺបែងចែកជា3កន្លោងធំៗកន្លោងទី1គឺ scan inbox បានន័យថាទាញអតិថិជនដែលមាននៅក្នុង inbox របស់យើងទាំងអស់ហ្នឹងចូលមកកាន់ទំព័រ bot subscriber អញ្ចឹងខ្ញុំចុចនៅត្រង់ចំណុច page ឲ្យបងប្អូនមើលថាតើទាញអតិថិជនពីកន្លែងណាមកចុចកន្លែងហ្នឹងមកវានឹងនាំខ្ញុំទៅកាន់ page នេះគឺ page ផ្ទាល់ខ្លួនរបស់ខ្ញុំបន្ទាប់មកទៀតយើងដូរកន្លែងនេះ page មកនេះដូរ page មកបាទនៅពេលដែលខ្ញុំដូរជា page ហើយខ្ញុំចុចនៅត្រង់ចំណុច Messenger បងប្អូនឃើញនេះ page របស់ខ្ញុំខ្ញុំចុច Messenger មកបន្ទាប់ពីខ្ញុំចុចលើ Messenger វានាំខ្ញុំមកកាន់ Business Suite
នេះបងប្អូនទាំងអស់គ្នាគឺយើងនឹងទាញអតិថិជននៅក្នុង inbox ទាំងអស់នេះហើយចូលមកកាន់ bot subscriber របស់យើងនៅត្រង់ចំណុច bot subscriber នេះគឺមាន3ចំណុចទី1គឺទាញអតិថិជនចូលមកទី2គឺទាញអតិថិជនចូលមកកាន់ប្រព័ន្ធទី3គឺ24ម៉ោង subscriber បានន័យថានៅក្នុងរយៈពេល24ម៉ោងនេះឲ្យតែមានអ្នកណាឆាតចូលមកគឺវាទាញចូល24ម៉ោង subscriber បន្ទាប់ពីនឹងមកគឺវានឹងចូល automatic មកកាន់ bot subscriberចំណុចបន្ទាប់ចំណុចទី4គឺ new label label នេះគឺចំណុចសំខាន់បំផុតហើយបងប្អូនទាំងអស់គ្នានៅក្នុងការកំណត់អតិថិជនទៅតាមក្រុមនីមួយៗមិនថាអតិថិជនទិញហើយមិនទាន់ទិញសួរតម្លៃគិតមើលសិនចាំបើប្រាក់ខែសិនចាំដល់ថ្ងៃទី15សិនទី10សិនទី20សិនយើងអាចចូលមកកំណត់ label នៅក្នុងទីកន្លែងនេះបានបន្តមកទៀតចំណុចទី5គឺអតិថិជននឹង show បង្ហាញនៅត្រង់ចំណុចនេះមិនថាអតិថិជនប៉ុន្មានអ្នកក៏ដោយរាប់ពាន់រាប់ម៉ឺនរាប់សែនអ្នកក៏ដោយនឹងបង្ហាញបងប្អូននៅត្រង់ចំណុចនេះនេះគឺ5ចំណុចដែលយើងត្រូវតែស្គាល់អញ្ចឹងយើងមកចុចនៅត្រង់ចំណុច enable auto scan មកបងប្អូនចុចលើនឹងមកភ្លឹបបន្ទាប់ពីបងប្អូនចុចហើយបងប្អូនអាចជារងចាំត្រឹមតែ5នាទីគឺនឹងទាញអតិថិជនដែលមាននៅក្នុង inbox របស់បងប្អូនហ្នឹងមកប្រហែលជា200នាក់ទៅ300នាក់ហើយបន្ទាប់ពីហ្នឹងនឹងទាញអតិថិជនចូលមកជាបន្តបន្ទាប់ម្ដង100 200 10 20 30 40នឹងទាញចូលមកបន្តបន្ទាប់ហើយនៅក្នុងការ scan ដើម្បីទាញអតិថិជនចេញពី business suite របស់យើងទាំងអស់មកបានអាចជាប្រើរយៈពេល1ម៉ោង12ម៉ោង24ម៉ោង48ម៉ោងឬក៏72ម៉ោងទៅតាមអតិថិជនតិចឬច្រើនណាបងប្អូនទាំងអស់គ្នាហើយបន្ទាប់ពីបងប្អូនបានចុចនៅ enable auto scan ហើយបងប្អូនអាចបិទបានបងប្អូនអាចបិទបានបិទទាំង system បិទទាំង computer បិទអីទាំងអស់បានខ្ញុំបិទក៏បានដែរបិទឲ្យបងប្អូនឃើញយើងបិទទៅដើម្បីឲ្យវាធ្វើការ scan ណាបងប្អូនទាំងអស់គ្នាអញ្ចឹងវាធ្វើការ scan ទៅហើយបន្ទាប់ពីនឹង5នាទីឬក៏1ម៉ោងឬក៏ស្អែកឡើងឬក៏បងប្អូនទំនេរពេលណាបងប្អូនអាចមកបើកវាពេលហ្នឹងក៏បានដែរឬក៏បងប្អូនអង្គុយចាំមើលវាក៏បានដែរនៅត្រង់ចំណុចនេះបងប្អូននឹងបានរៀននៅមេរៀនបន្ទាប់តពីមេរៀនទី1ហ្នឹងគឺការរៀបចំអតិថិជនឲ្យទៅតាមក្រុមនីមួយៗឬក៏រៀបចំអតិថិជនចូលទៅក្នុង label ហ្នឹងរៀបចំយ៉ាងដូចម្ដេចយើងទៅជួបមេរៀនទី2ទាំងអស់គ្នា